ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនថ្មីមេរៀនទី8ដែលនេះគឺជាមេរៀនចុងក្រោយនៃសៀវភៅ Oxford Phonics World 1 ហើយនៅក្នុងមេរៀននេះយើងនឹងសិក្សា4តួអក្សរចុងក្រោយគឺអក្សរ W X អក្សរ Y និងអក្សរ Z ឥឡូវនេះយើងមកសិក្សាអក្សរ W សិនអក្សរនេះគឺជាអក្សរ W ឈ្មោះអក្សរ W ចំណែកសំឡេងប្រកបគឺ wise wise woof wise woof ឥឡូវយើងមកមើលរូបភាពខាងក្រោមសូមថាតាមខ្ញុំ woof web water watch woof web water watch នេះគឺជារបៀបសរសេរអក្សរ W សរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំចំណែកអក្សរ W តូចគឺសរសេរទម្រង់ដូចគ្នាគ្រាន់តែសរសេរពាក្យកណ្ដាលនៃអក្សរ W ធំបាទឥឡូវយើងចូលមកដល់អក្សរបន្ទាប់គឺអក្សរ X នេះគឺជាអក្សរ X ឈ្មោះគឺអក្សរ X ឈ្មោះគឺ X សំឡេងប្រកបគឺ x fox សំឡេងគឺ x សំឡេងប្រកបវាគឺអញ្ចឹង fox fox in a box fox in a box បាទសូមថាតាមខ្ញុំទាំងអស់គ្នា fox box 6 wax fox box 6 wax នេះគឺជារបៀបសរសេរអក្សរ X សរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំបាទពីលើចុះក្រោមពីឆ្វេងទៅស្ដាំអក្សរ X តូចគឺដូចគ្នាគ្រាន់តែសរសេរពាក្យកណ្ដាលនៃអក្សរ X ធំឥឡូវយើងចូលអក្សរបន្តទៀតគឺអក្សរ Y ឈ្មោះតួអក្សរនេះគឺអក្សរ Y នេះគឺជាអក្សរ Y ធំ capital Y ហើយនេះគឺជា small y សំឡេងប្រកបនៃអក្សរនេះគឺ yellow yellow yo-yo yellow yo-yo បាទសូមថាតាមខ្ញុំទាំងអស់គ្នា yo-yo yo-yo yak yak yogurt yogurt yacht yacht នេះគឺជារបៀបសរសេរអក្សរ Y អក្សរ Y ធំយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះក្រោមចំណែកអក្សរ Y តូចសរសេរត្រឹមតែពាក្យកណ្ដាលនៃអក្សរ Y ធំតែប៉ុណ្ណោះឥឡូវយើងចូលអក្សរចុងក្រោយគឺអក្សរ Z this is letter Z នេះគឺជាអក្សរ Z ធំ capital Z ហើយនេះគឺជា small z អក្សរ Z តូចសំឡេងប្រកបគឺ z zigzag zigzag zipper zipper បាទសូមថាតាមខ្ញុំទាំងអស់គ្នា zipper zero zoo zebra zebra បាទនេះគឺជារបៀបសរសេរអក្សរ Z អក្សរ Z ធំបាទយើងទាញពីឆ្វេងទៅស្ដាំពីលើចុះក្រោមបាទតាមទម្រង់ហ្នឹងអក្សរ Z តូចយើងសរសេរតាមទម្រង់ដូចគ្នាគ្រាន់តែតូចពាក្យកណ្ដាលនៃអក្សរ Z ធំបាទ
ចំពោះមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់និងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់